នេះគឺជាសាច់រឿងបែបប្រវត្តិសាស្ត្រដែលរៀបរាប់អំពីដំណើររឿងនៃការបែកបាក់ផ្ទៃក្នុងរាជវង្សខ្មែរចាប់តាំងពីសម័យចុងអង្គររហូតដល់សម័យឧដុង្គដោយផ្ដោតលើព្រឹត្តិការណ៍សំខាន់ដែលធ្វើឲ្យកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលគ្រាប់ពូជនៃជម្លោះនិងការធ្លាក់ចុះនៃមហាអង្គរនៅចុងសម័យអង្គរពន្លឺនៃអាណាចក្រដ៏ខ្លាំងពូកែចាប់ផ្ដើមស្រអាប់ទៅដោយសារទំនាស់អំណាចដែលលាក់កប់ក្នុងរាជវាំងបន្ទាប់ពីសោយទីវង្គតនៃមហាក្សត្រខ្លាំងពូកែទំនាស់រវាងខ្សែរាជវង្សដែលកាន់ព្រះពុទ្ធសាសនាថេរវាទនិងព្រាហ្មណ៍សាសនាបានចាប់ផ្ដើមរីករាលដាលមន្ត្រីជាន់ខ្ពស់ក្នុងរាជវាំងបានបែកបាក់ពួកចាំលើកជើងម្ចាស់ក្សត្រដែលផ្ដល់ផលប្រយោជន៍ដល់ក្រុមខ្លួនក្នុងរជ្ជកាលព្រះបាទញីយ៉ាតទ្រង់បានសម្រេចព្រះទ័យបោះបង់អង្គរមកតាំងទីលំនៅនៅចតុមុខដើម្បីគេចពីការយាយីរបស់សៀមការផ្លាស់ប្ដូររាជធានីនេះមិនត្រឹមតែជាការផ្លាស់ប្ដូរទីតាំងភូមិសាស្ត្រទេប៉ុន្តែវាជាការចាប់ផ្ដើមនៃអត្ថរភាពនយោបាយយូរអង្វែងក្រោយការសោយទីវង្គតរបស់ព្រះបាទញីយ៉ាតបុត្រាច្បងគឺព្រះនារាយណ៍រាមាបានឡើងសោយរាជប៉ុន្តែមិនបានយូរអង្វែងឡើយព្រះស្រីរាជាដែលជាប្អូនប្រុសបានចាប់ផ្ដើមមានមហិច្ឆតាចង់គ្រប់គ្រងអំណាចទាំងស្រុងក្នុងព្រះហស្ថខ្លួនជម្លោះដំបូងបានផ្ទុះឡើងរវាងព្រះស្រីរាជានិងក្មួយប្រុសរបស់ខ្លួនគឺព្រះស្រីសុរិយោទ័យដែលមានមូលដ្ឋាននៅភាគខាងកើតប្រទេសខ្មែរដែលធ្លាប់តែឯកភាពត្រូវបានបែងចែកជា3តំបន់គ្រប់គ្រងដោយស្ដេច3អង្គផ្សេងគ្នាការបែកបាក់នេះបានបើកផ្លូវឲ្យស្ដេចសៀមលោកដៃចូលក្នុងកិច្ចការផ្ទៃក្នុងខ្មែរយ៉ាងជ្រៅដោយយកលេសមកជួយសម្របសម្រួលសម័យកាលនៃស្ដេចកននិងសង្គ្រាមស៊ីវិលដ៏វែងឆ្ងាយចូលមកដល់ដើមសតវត្សទី15មួយគ្រោះមហន្តរាយថ្មីមួយបានកើតឡើងតាមរយៈការងើបឡើងនៃគឺស្ដេចកនស្ដេចកនគឺជាមន្ត្រីមានដើមកំណើតជាគ្រួសារសាមញ្ញប៉ុន្តែមានមហិច្ឆតាចង់ក្លាយជាម្ចាស់ផែនដីតាមរយៈទំនាយបុរាណព្រះបាទស្រីសុគន្ធបុត្រដែលជាព្រះមហាក្សត្រស្របច្បាប់បានព្យាយាមកម្ចាត់ស្ដេចកនប៉ុន្តែបរាជ័យរហូតដល់ត្រូវសុគក្នុងសង្គ្រាមការបះបោររបស់ស្ដេចកនគឺជាការបែកបាក់ដ៏ធំធេងបំផុតមួយដែលបំបែករាជវង្សនិងមន្ត្រីសឹងតែទាំងស្រុងព្រះចន្ទរាជាដែលជាប្អូនព្រះស្រីសុគន្ធបុត្របានភៀសខ្លួនទៅស្រុកសៀមដើម្បីប្រមូលកម្លាំងមកទាមទាររាជវិញសង្គ្រាមរវាងព្រះចន្ទរាជានិងស្ដេចកនបានអូសបន្លាយពេលអស់ជាច្រើនឆ្នាំធ្វើឲ្យរាជទ្រង់ទុក្ខវេទនាយ៉ាងខ្លាំងការបះបោរនេះបានបង្ហាញថាបើទោះជាមិនមែនជាខ្សែរាជវង្សក៏អំណាចអាចដណ្ដើមបានតាមរយៈកម្លាំងទ័ពបន្ទាប់ពីព្រះចន្ទរាជាឈ្នះសង្គ្រាមទ្រង់បានសាងសង់រាជធានីលង្វែកឲ្យរុងរឿងប៉ុន្តែស្រមោលខ្មៅនៃការបែកបាក់នៅតែតាមលងក្រោយសម័យលង្វែកបែកបាក់ដោយសារសៀមគ្រួសាររាជវង្សចាប់ផ្ដើមបែកបាក់ពួកកាន់តែខ្លាំងរវាងអ្នកនិយមសៀមនិងអ្នកនិយមយួនស្ដេចអង្គខ្លះសុកចិត្តថ្វាយដីឬសួយសារអាករទៅបរទេសដើម្បីឲ្យគេជួយដណ្ដើមរាជពីបងប្អូនឯងឥទ្ធិពលបរទេសនិងការដណ្ដើមអំណាចនៅឧដុង្គក្នុងសម័យឧដុង្គកម្ពុជាបានក្លាយជាសមរភូមិរវាងមហិច្ឆតាសៀមនិងយួនតាមរយៈការញុះញង់ក្នុងរាជវាំងព្រះជ័យជេដ្ឋាទី2បានសម្រេចចិត្តយកបុត្រីស្ដេចយួនមកធ្វើជាអាគមហេសីដើម្បីទប់ទល់នឹងឥទ្ធិពលសៀមសកម្មភាពនេះបានបង្កើតឲ្យមានក្បាក់ពួកនិយមយួនគឺនៅក្នុងរាជវាំងដែលធ្វើឲ្យមន្ត្រីនិយមសៀមមិនពេញចិត្តយ៉ាងខ្លាំងរាល់ពេលមានស្ដេចសោយទីវង្គតបុត្រាបុត្រីដែលកើតពីមហេសីផ្សេងគ្នាចាប់ផ្ដើមធ្វើសង្គ្រាមដណ្ដើមរាជព្រះរាមាធិបតីទី1អង្គច័ន្ទបានងាកទៅរកសាសនាអ៊ីស្លាមដែលនាំឲ្យមានការបះបោរពីសំណាក់រាជវង្សដែលកាន់ព្រះពុទ្ធសាសនាការបះបោរនេះមិនមែនត្រឹមតែជារឿងនយោបាយទេប៉ុន្តែជាចំនួនជំនឿដែលបំបែកបំបាក់សាមគ្គីភាពជាតិព្រះអង្គនុននិងព្រះអង្គសូដែលជាបងប្អូនជីដូនមួយបានធ្វើសង្គ្រាមស៊ីវិលរាប់សវត្សរ៍ដោយម្ខាងពឹងសៀមម្ខាងពឹងយួនយួនបានឆ្លៀតឱកាសនេះលេបត្របាក់ទឹកដីកម្ពុជាក្រោមបន្តិចម្ដងជាថ្នូរនឹងការជួយតបដណ្ដើមអំណាចរាជវាំងខ្មែរនៅឧដុង្គក្លាយជាកន្លែងដែលពោពេញដោយការសម្លាប់បងប្អូននិងការក្បត់ផ្ទៃក្នុងស្ដេចអង្គខ្លះត្រូវបានគេធ្វើកុដក្នុងព្រះបរមរាជវាំងដោយសារតែការច្រណែននិងការខ្លាចបាត់បង់អំណាចមេរៀនប្រវត្តិសាស្ត្រនិងការបាត់បង់ឯករាជ្យភាពនៅសតវត្សទី19ជម្លោះរវាងព្រះអង្គឌួងនិងស្ដេចយួនបានឈានដល់ចំណុចកំពូលនៃទុក្ខវេទនារបស់រាជប្រទេសកម្ពុជាស្ទើរតែរលាយបាត់ពីផែនទីពិភពលោកដោយសារការបែងចែកជាពីរចំណែកគ្រប់គ្រងដោយបរទេសជិតខាងការបះបោររបស់មន្ត្រីនិងរាជវង្សមិនចេះចប់មិនចេះហើយបានធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះដល់សូន្យព្រះអង្គឌួងទ្រង់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្រួបបង្រួមជាតិឡើងវិញប៉ុន្តែដំបៅនៃការបែកបាក់គឺជ្រៅពេក
ការបែកបាក់ផ្ទៃក្នុងបានបង្រៀនថានៅពេលដែលមេដឹកនាំគិតតែពីអំណាចបុគ្គលប្រទេសជាតិនឹងក្លាយជាឈ្នន់របស់បរទេសឈាមជ័ររាជវង្សដែលធ្លាប់តែរួមសាមគ្គីគ្នាសាងអង្គរត្រូវបានជំនួសដោយការសង្សឹកនិងការសម្លាប់រករៀងខ្លួនសង្គ្រាមស៊ីវិលបណ្ដាលមកពីការដណ្ដើមរាជបានធ្វើឲ្យខ្មែរបាត់បង់អ្នកប្រាជ្ញបាត់បង់ក្បួនច្បាប់និងបាត់បង់ទឹកដីដ៏មានជីជាតិរហូតដល់ឆ្នាំ1863ការបែកបាក់ផ្ទៃក្នុងនេះទើបត្រូវបានផ្អាកបណ្ដោះអាសន្ននៅពេលដែលបារាំងចូលមកដាក់អាណានិគមទោះបីជាអាណានិគមនាំមកនូវភាពអាម៉ាស់ប៉ុន្តែវាបានបញ្ឈប់សង្គ្រាមដណ្ដើមរាជរវាងបងប្អូនខ្មែរដែលគ្មានទីបញ្ចប់ជាទីបញ្ចប់ប្រវត្តិនៃការបែកបាក់ផ្ទៃក្នុងនៃខ្សែរាជវង្សខ្មែរគឺជាមេរៀនដ៏ជូរចត់ដែលរំលឹកកូនខ្មែរគ្រប់ជំនាន់ឲ្យស្គាល់តម្លៃនៃសាមគ្គីភាព